រៀបសួរបងប្អូនទាំងអស់គ្នាពេលធ្វើទឹកត្រីផ្អែមម្ដងអស់ពេលច្រើនហើយមិនទទួលបានរសជាតិថេរទៀតជួនកាលភ្លក់ចុះភ្លក់ឡើងទម្រាំបានរសជាតិដែលត្រូវមាត់ហើយនឹងពេលខ្លះកំពុងទទួលទានខ្វះទឹកត្រីកណ្ដាលទីជាដើមថ្ងៃនេះខ្ញុំនឹងចែករំលែកពីវិធីលាយទឹកត្រីផ្អែមដោយមិនបាច់ភ្លក់ហើយមានរសជាតិថេរមិនព្រួប្រែនិងវិធីបរិមាណលាយទឹកត្រីឲ្យត្រូវជាមួយនឹងអ្នកទទួលទានដើម្បីកុំឲ្យលើសឬខ្វះច្រើនទឹកត្រីនេះគឺអាចទទួលទានជាមួយនឹងម្ហូបគ្រប់មុខដូចជាបាញ់ឆែវនំបញ្ចុកខ្ចប់បាញ់ហយគុយទាវឆាគុយទាវកាត់នំគ្រក់នំគូឆាយជាដើមដែលសុទ្ធតែជាមុខម្ហូបប្រចាំថ្ងៃរបស់យើងរីឯគ្រឿងផ្សំវិញងាយគឺសុទ្ធតែជាគ្រឿងផ្សំដែលមានជាប្រចាំនៅក្នុងផ្ទះបាយអញ្ចឹងយើងចាប់ផ្ដើមមកតាមដានអំពីវិធីលាយទឹកត្រីផ្អែមទាំងអស់គ្នាមុនដំបូងយើងអាចជ្រើសរើសចានស្លាបព្រាឬវែកដែលយើងមានប្រើជារង្វាស់សម្រាប់វាស់គ្រឿងផ្សំហើយចំណុចសំខាន់ជាងគេនោះគឺគ្រាន់តែជ្រើសរើសយកឧបករណ៍វាស់ណាមួយហើយឧបករណ៍នោះគឺត្រូវវាស់គ្រប់គ្រឿងផ្សំទាំងអស់ឥឡូវនេះយើងចាប់ផ្ដើមលាយទឹកត្រីផ្អែមដែលមុនដំបូងយើងប្រើស្លាបព្រានេះវាស់ស្ករសចំនួន2ស្លាបព្រាទឹកខ្មេះប៉ោម1ស្លាបព្រាទឹកត្រី1ស្លាបព្រាទឹកធម្មតា3ស្លាបព្រាសម្រាប់ទឹកធម្មតានេះបងប្អូនអាចប្រើទឹកក្តៅអ៊ុនៗឬទឹកក្តៅតែម្ដងក៏បានដើម្បីឲ្យស្ករឆាប់បានរលាយល្អរួចហើយយើងបន្ថែមម្សៅស៊ុប1ស្លាបព្រាកាហ្វេនិងចុងក្រោយបន្ថែមអំបិល1ចឹបឬកន្លះស្លាបព្រាកាហ្វេអំបិលនេះយើងបន្ថែមដើម្បីឲ្យទឹកត្រីមានរសជាតិឆ្ងាញ់ព្រោះបើមិនដាក់អំបិលបន្តិចទឹកត្រីអាចមានរសជាតិដូចមិនសូវចាប់ជាតិគ្នាបើសិនជាបងប្អូនធ្វើទឹកត្រីផ្អែមសម្រាប់ទទួលទានជាមួយនំបញ្ចុកឬបាញ់ហយឬបាញ់ឆែគឺយើងត្រូវការទឹកត្រីផ្អែមប្រមាណ1លីត្រសម្រាប់អ្នកទទួលទាន3នាក់ឬដើម្បីឲ្យកាន់តែងាយស្រួលដើម្បីធ្វើទឹកត្រីឲ្យត្រូវនឹងចំនួនដែលត្រូវការយើងអាចរើសយកចានមួយមកវាស់ដែលទំហំចានមួយនោះអាចធ្វើទឹកត្រីផ្អែមបាន6ចានអញ្ចឹងបងប្អូនអាចប៉ាន់ស្មានចំនួនដែលត្រូវការរួចហើយប្រើចានឬវែកឲ្យត្រូវនឹងចំនួនដែលចង់បានបើសិនជាចំនួនអ្នកទទួលទានច្រើនជាងនេះយើងអាចគុណគ្រឿងផ្សំទៅតាមជាក់ស្ដែងនេះគឺជាម៉ាក់ទឹកត្រីដែលខ្ញុំប្រើជាទៀងទាត់ព្រោះរសជាតិល្អនិងមានក្លិនឈ្ងុយបើសិនជាបងប្អូនប្រើម៉ាក់ផ្សេងក៏មិនអីដែរគ្រាន់តែកម្រិតនៃជាតិប្រៃគឺអាចខុសគ្នាតិចតួចចំពោះទឹកខ្មេះប្រើប្រភេទអីក៏បានតែខ្ញុំចូលចិត្តប្រើទឹកខ្មេះប៉ោមដោយសារវាមានសារៈប្រយោជន៍ល្អទៅដល់សុខភាពផងដែរចំពោះរសជាតិជូរក្រៅពីទឹកខ្មេះយើងអាចប្រើក្រូចឆ្មាលឿងឬក្រូចឆ្មាខ្មែរយើងដែលគ្រាន់តែយើងធ្វើនៅក្នុងបរិមាណសម្រាប់ពិសាភ្លាមឬសម្រាប់ទុកទទួលទានតែ2ឬ3ថ្ងៃបើសិនជាយើងធ្វើទុកយូរពេកទឹកត្រីឡើងរាងល្អក់និងមានក្លិនដូចផ្អូមដូចគ្នានឹងទឹកត្រីដែរកម្រិតជូរនៃទឹកខ្មេះអាចខុសគ្នាតិចតួចទៅតាមប្រភេទនីមួយៗអញ្ចឹងនៅពេលដែលយើងលាយទឹកត្រីរួចកុំភ្លេចភ្លក់មើលសិនបើសិនជានៅខ្វះរសជាតិអីអាចបន្ថែមគ្រឿងទៅតាមចំណង់ចំណូលចិត្តនិងគន្លឹះសំខាន់មួយចំពោះការប្រើស្ករសឬស្ករអំពៅដូចនេះយើងអាចប្រើទឹកក្តៅឬទឹកចម្រោះឬទឹកសម្រាប់ពិសាធម្មតាក៏បានតែបើយើងប្រើស្ករត្នោតគួរប្រើទឹកក្តៅទើបស្ករឆាប់រលាយនិងរលាយបានសព្វល្អតែគ្រាន់តែការប្រើទឹកក្តៅបងប្អូនកុំភ្លេចទុកទឹកស្ករឲ្យចុះត្រជាក់សិនតឹមយើងដាក់បន្លែបន្ថែមចូលដូចជាការ៉ុតខ្ទឹមសខ្ទឹមក្រហមឆៃថាវជាដើមដើម្បីកុំឲ្យបន្លែទាំងអស់នោះបាត់បង់នូវភាពស្រស់បន្លែបន្ថែមទាំងអស់នេះបើសិនជាបងប្អូនចូលចិត្តបន្លែណាអាចបន្ថែមទៅតាមចំណូលចិត្តទន្ទឹមគ្នាដែរបើបងប្អូនអត់ចូលចិត្តប្រភេទណាមួយមិនប្រើក៏មិនអីដែរចំណែកការ៉ុតនិងឆៃថាវបងប្អូនអាចឈូសឲ្យខ្លីៗបន្តិចដើម្បីឲ្យងាយស្រួលដួសនៅក្នុងពេលទទួលទានសម្រាប់ម្ទេសវិញបើសិនជាបងប្អូនដែលមិនសូវចូលចិត្តហឹរតែចង់បានពណ៌និងមានសោភ័ណភាពល្អបងប្អូនអាចឆ្កឹះយកគ្រាប់ចេញឬក៏អាចប្រើម្ទេសម៉ាឡេវិញក៏បានចំណែកខ្ទឹមក្រហមនិងខ្ទឹមសដោយសារទើបហាន់ហើយថ្មីអាចមានក្លិនឆួលខ្លាំងប្រសិនបើបងប្អូនដែលអត់សូវចូលចិត្តក្លិនឆួលរបស់ខ្ទឹមយើងអាចធ្វើទឹកត្រីផ្អែមទុកមុន1ឬមួយក៏2ថ្ងៃដើម្បីឲ្យក្លិនឆួលរសាយអស់ច្រើនម្យ៉ាងនៅពេលដែលយើងធ្វើទឹកត្រីទុកដូចនេះអាចធ្វើឲ្យទឹកត្រីងុំល្អនិងមានរសជាតិឆ្ងាញ់ជាងទឹកត្រីទើបលាយភ្លាមនៅពេលដែលបងប្អូនលាយហើយបើមិនទាន់បន្ថែមបន្លែយើងអាចទុកនៅខាងក្រៅទូទឹកកកបានច្រើនថ្ងៃដែរប៉ុន្តែយកល្អអាចដាក់ចូលទៅក្នុងទូទឹកកកប្រសិនបើនៅមានកន្លែង
បើសិនមិនទាន់ទទួលទានអស់ភ្លាមបងប្អូនកុំទាន់បន្ថែមបន្លែចូលទាំងអស់ព្រោះកាលណាបន្ថែមបន្លែហើយយើងទុកអត់បានយូរនោះទេបងប្អូនអាចសាកល្បងលាយទឹកត្រីផ្អែមទៅតាមវិធីនេះគឺងាយស្រួលធ្វើមែនតើហើយយើងអត់ត្រូវការចំណាយពេលវេលាយូរនោះទេម្យ៉ាងទៀតទឹកត្រីនេះអាចទុកប្រើបានជាច្រើនសប្តាហ៍នៅតាមផ្ទះបើមានធ្វើទុកក្នុងទូទឹកកកស្រាប់ៗគឺកាន់តែមានភាពងាយស្រួលនៅពេលត្រូវពិសាមិនពិបាកចំណាយពេលបន្ថែមព្រោះមុខម្ហូបដែលត្រូវការពិសាជាមួយទឹកត្រីផ្អែមជាទូទៅតែងតែមានគ្រឿងផ្សំច្រើនដូចជាបន្លែនិងសាច់ជាដើមដែលត្រូវការពេលវេលាច្រើននៅក្នុងការរៀបចំដូចនេះបើសិនជាយើងមានទឹកត្រីស្រាប់ហើយដែលអាចជួយបន្ធូរបន្ថយនៅក្នុងការរៀបចំបានច្រើនដូចនេះយើងអាចផ្ដោតទៅលើការរៀបចំគ្រឿងផ្សំផ្សេងៗទៀតបានល្អផងដែរក្រៅពីទឹកត្រីនិងបន្លែបន្ថែមបងប្អូនកុំភ្លេចលីងសណ្តែកដីទុកខ្លះៗផងព្រោះទឹកត្រីផ្អែមបន្ថែមសណ្តែកដីគឺមានរសជាតិចាប់គ្នាល្អណាស់ហើយសណ្តែកដីនេះគឺអាចលីងទុកប្រើបានយូរដែរសង្ឃឹមថាគន្លឹះនិងរូបមន្តទាំងនេះអាចជួយឲ្យយើងអាចធ្វើទឹកត្រីផ្អែមបានកាន់តែងាយស្រួលនិងមានរសជាតិឆ្ងាញ់បើមានគន្លឹះល្អៗបន្ថែមបងប្អូនអាចចែករំលែកនៅក្នុងប្រអប់ comment ខាងក្រោមដើម្បីឲ្យម្ហូបរបស់យើងមានរសជាតិកាន់តែពិសេសព្រោះទឹកត្រីគឺជាតួឯកសំខាន់មួយនៅក្នុងមុខម្ហូបនីមួយៗវាជាអ្វីដែលធ្វើឲ្យមុខម្ហូបមួយឆ្ងាញ់ឬមិនឆ្ងាញ់បានជាចុងក្រោយសូមអរគុណដល់ពុកម៉ែបងប្អូនសម្រាប់ការចំណាយពេលវេលាដ៏មានតម្លៃចូលរួមទស្សនាតាំងពីដើមរហូតដល់ចប់ហើយយើងនឹងជួបគ្នាម្ដងទៀតនៅមុខម្ហូបបន្ទាប់សូមអរគុណនិងសូមជម្រាបលា